ជំរាបសួរលោកគ្រូនិងលោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់ទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកសង្ខេបនៅមេរៀនទី6ដែលនិយាយអំពី Bloom Taxonomy Test Design and Development ចឹងកុំឲ្យខាតពេលយូរយើងទៅសង្ខេបនៅខ្លឹមសារដែលសំខាន់ៗក្នុងមេរៀនចឹងទី1គឺគោលបំណងនៃមេរៀនហ្នឹងគឺទី1យល់ដឹងអំពីការប្រើប្រាស់នៃ Bloom Taxonomy នៅក្នុងការបង្កើតសំណួរទី2អាចបង្កើតសំណួរទម្រង់បិទនិងទម្រង់បើកស្របទៅតាមលទ្ធភាពនិងលទ្ធផលដែលយើងរំពឹងទុកទី3អាចរៀបចំនិងបង្កើត test ស្តង់ដារដែលមានភាពជឿជាក់និងមានសុពលភាពចឹងភាពជឿជាក់ហើយនិងសុពលភាពហ្នឹងបាននិយាយពីវីដេអូមុនហើយគឺភាពជឿជាក់ហ្នឹងអាចថានៅពេលដែលយើងកែទៅហ្នឹងត្រឹមត្រូវឬអត់ហើយសុពលភាពហ្នឹងន័យថាសំណួរដែលយើងដាក់ទៅហ្នឹងគឺសមស្របទៅនឹងខ្លឹមសារមេរៀនដែលយើងបានរៀនអត់ទីហោថារៀនដល់ចំណុចកអញ្ចឹងការធ្វើតេស្តឬក៏ប្រើសំណួរហ្នឹងក៏អាចក៏ត្រូវតែចេញនៅដល់ចំណុចកហ្នឹងដែរមិនអាចឲ្យយើងរៀនដល់ចំណុចកហើយយើងទៅចេញឧទាហរណ៍ថាចេញសំណួរតេស្តដល់ចំណុចខតែអញ្ចឹងគឺការតេស្តរបស់យើងវាអត់មានសុពលភាពហើយទី4គឺប្រើប្រាស់លទ្ធផលតេស្តដើម្បីកែលម្អការបង្រៀនហើយនិងការរៀនអញ្ចឹងយើងទៅមើលពីចំណុចសំខាន់មួយហ្នឹងអញ្ចឹងទី1គឺនិយាយពី Bloom Taxonomy អញ្ចឹងយើងបានដឹងខ្លះៗថា Bloom Taxonomy គឺមាន6ទី1គឺការចងចាំថា remember ហ្នឹងគឺបានន័យថាការរំលឹកហើយនិងការស្គាល់នៅចំណេះដឹងដែលយើងបានរៀនទី2គឺការយល់ understand អញ្ចឹងពន្យល់បកស្រាយសង្ខេបទៅលើឧទាហរណ៍អញ្ចឹងបន្ទាប់ពីគាត់ចងចាំហើយគាត់អាចពន្យល់យើងបានថាមិនបានលំហាត់ហ្នឹងឧទាហរណ៍ហ្នឹងគឺធ្វើទៅតាមរបៀបហ្នឹងឬក៏ប្រភេទហ្នឹងទី3គឺការapply ឬក៏ការអនុវត្តហ្នឹងអញ្ចឹងគឺការប្រើប្រាស់ចំណេះដឹងហ្នឹងទៅលើការដោះស្រាយឬក៏អនុវត្តជាក់ស្ដែងអញ្ចឹងឧទាហរណ៍ដូចយើងរៀនពីមេរៀនវិទ្យាសាស្ត្រមួយអញ្ចឹងទៅការផ្សាំរុក្ខជាតិអីចឹងទៅអញ្ចឹងបន្ទាប់ពីគាត់ចងចាំហើយនឹងយល់ពីរបៀបពីកលឹះនៃការធ្វើវាមួយហើយចឹងគាត់អាចអនុវត្តទៅដល់តែគាត់អាចកាត់ឧទាហរណ៍ដូចជាផ្ការដួលមួយដើមចឹងទៅយកកាត់ហើយយកទៅផ្សាំអាចធ្វើនៅផ្ទះគាត់បានអញ្ចឹងនឹងហៅថាការអនុវត្តទី4វិភាគឬក៏ analyze អញ្ចឹងក្នុងនេះគឺបំបែកព័ត៌មាននៅបណ្ឌិតតំណែងនិងភាពខុសគ្នាអញ្ចឹងឧទាហរណ៍ថាឥឡូវគាត់ធ្វើបានហើយគាត់ផ្សាំដើមនឹងបានហើយអញ្ចឹងគាត់ចាប់ដើមវិភាគថាមិនបានគាត់តែកាត់កណាត់យកមកដោតសោះកាត់ដើមនឹងជាកណាត់យកមកដោតសោះហេតុអីបានវាដុះហេតុអីបានវាចេញឬអញ្ចឹងកន្លែងហ្នឹងគឺតកតងជាមួយទៅនឹងការវិភាគគាត់ចាប់ដើមវិភាគថាហេតុអីបានវារុក្ខជាតិនឹងអាចដុះឬបានដោយគាត់តែកាត់មែកពីដើមរុក្ខជាតិមេវាយកមកធ្វើសោះហេតុអីបានវាដុះបានអញ្ចឹងគាត់មានកម្រិតវិភាគបែបហ្នឹងទី5គឺការវិតម្លៃអញ្ចឹងការវិតម្លៃគឺវិតម្លៃដែលផ្អែកលើលក្ខណៈវិនិច្ឆ័យហើយនិងស្តង់ដារជាទីហើយយើងដាក់សំណួរសោះអញ្ចឹងគឺយើងតែងតែមានការវិតម្លៃឲ្យដោយធ្វើតេស្តស្តង់ដារអីណាមួយអញ្ចឹងទៅហើយទី6ទៀតគឺ create ជាការបង្កើតថ្មីអញ្ចឹងផ្សំចំណេះដឹងដែលយើងមានសាបជាមួយនឹងការកំណត់ច្នៃប្រឌិតយើងទីនោះគឺយើងអាចបង្កើតទៅជាឧទាហរណ៍ទៅជាគម្រោងឬក៏ផែនការអីផ្សេងៗអញ្ចឹងតទៀតទី2គឺប្រភេទសំណួរនៅក្នុងការវិតម្លៃអញ្ចឹងប្រភេទសំណួរក្នុងការវិតម្លៃគឺដូចបានរៀបរាប់ខាងលើគឺមានទម្រង់បិទហើយនិងទម្រង់បើកអញ្ចឹងទម្រង់បិទហ្នឹងគឺជាប្រភេទសំណួរដែលមានចម្លើយតែមួយទេឧទាហរណ៍ដូចជាសំណួរពហុជ្រើសរើសអញ្ចឹងប៉ុន្តែចម្លើយវាមានតែមួយទេប៉ុន្តែក្នុងនោះអាចមានចម្លើយកខកអញ្ចឹងទៅទី2សំណួរទី5សំណួរគូផ្គងអញ្ចឹងទៅឬក៏សួរបែបសំណួរមួយឧទាហរណ៍ដូចថាតើប្រាសាទអង្គរវត្តស្ថិតនៅខេត្តណាអញ្ចឹងទៅហើយប្រភេទសំណួរបិទនេះគឺវាសុទ្ធតែមានគុណសម្បត្តិហើយនិងគុណវិបត្តិដូចគ្នាអញ្ចឹងចំពោះគុណសម្បត្តិវាគឺវាងាយស្រួលដាក់សំណួរហើយងាយស្រួលឧទាហរណ៍ងាយស្រួលកែអញ្ចឹងណាដោយសារភាគច្រើនគ្រូខ្លះគាត់អាចដាក់សំណួរហ្នឹងហើយគឺគាត់មានចម្លើយស្រេចអញ្ចឹងគាត់អាចងាយស្រួលកែហើយចំពោះគុណវិបត្តិវាវិញយើងឧទាហរណ៍ថា
dương của bạn cất của bạn là không ca chưa rồi xâm lùa hay chẳng tới hay tí tí thích cho nó khó cứ xâm lùa bác cứ chia xâm lùa thì họ tu tử thì họ tha ta nơi tế ôn châu chất riêng nơi bê tầm nếp ôn châu chất riêng một chi ấy chẳng tới chắc là năng chưa một phép xâm lùa bài ba cái cứ chai tới tam cầm lật bọc sơ mình mùi chân chân ọt cầm nọt tha ô thời thời tầm này nơi tế hiền một chi cầm nật rồi cầu chia sai thì hayประเภทสนุกบางนั่นเขาวิมีคนสมบัติในคนวิบัติโดยแค่ใดซึ่งจำพวกคนวิบัติคนสมบัตินี่คือยังไงสู้โครงการรอสนุกอยู่มาได้จังอาจเข้าปีเมย์เห็นคละติงตัวที่กับบ้านnàyอาจยังกระไรสนุกให้จำพวกคนวิบัติวิวังยังเห็นตัวแบบdương trong này pê nó không cao vi đầm lầy hay năng ở dạy miên phim luồng yên thì tuổi được xa thay trong lái sao cứ việc đôi kia thì nhắc lại còn trai bạn này cái trai bạn luôn chắc dương của bạn không ca oi tụ có lệch lại thay vi chuyện lẽ đời xa tay xâm nua nó trong lái vi tràn pê mùi nát gặp thầu chắc việc chuyện lại được xâm nua bạn được xâm nua bật thì ta tiết ở thị bay cứ câu ca sẵn khăn là câu ca bằng ca sầm nùa chắc nó pe bằng ca sầm nùa nhưng trời thì muối cứ sầm nùa bao giờ trời tay sắm sọp được tam là tập phò rùng bằng tục sặc sạm ở giường này thì tí cứ sầm nùa trời tay ở sọp được tam cầu rật lùm chứ sọp tam cầu rật lùm nó mấy tiêu họ em thì muối dương ở riệp trong sầm nùa nó ba ca trong chạm ta có trong chạm ăn tần này riệp pi như từ lùm bạc tí pi tức ca trong chăm hết ca vô bọc quạt ca vô tức lang to thì là hột đào cầm rật bùm mùi blùm vào hiền nữa thì bây cứ sầm nổi ra để chụp hai năng mình bằng cò phep chật lòng chẳng khổ khá sầm nổi mất ai chật lòng tập lần bên đằng chẳng sơ bạn nó không ca an vô lấy chẳng chơi mất còn bàn trầm rồi thì muốn cứ chụp rồi nắng rồi thì miền hai Paul cứ ai vô nó cầm hồ sơ bàn ta tiếp tí bốnคือการរៀបចំនឹងការបង្កើតតែស្តង់ដារអញ្ចឹងបង្កើតការរៀបចំនឹងបង្កើតតែស្តង់ដារហ្នឹងយើងមាន6ចំណុចដែរអញ្ចឹងទី1យើងត្រូវគិតទៅលើកំណត់គម្រោងតែហ្នឹងតើហ្នឹងត្រូវធ្វើរបៀបម៉េចអញ្ចឹងទៅទី2គឺបង្កើតសំណួរតែហ្នឹងដូចនៅក្នុងចំណុចទី3មិញដែរគឺទៅតាមកម្រិតភ្លូមទាំង6របស់យើងទី3គឺអនុវត្តតែនៅក្នុងថ្នាក់ទី4គឺពិនិត្យនឹងកែសំណួរអញ្ចឹងការកន្លែងហ្នឹងក៏ត្រូវច្បាស់លាស់ដែរពេកមិនចេះតែខ្វិកកែឲ្យសិស្សអត់ពិនិត្យនៅចម្លើយទេទី5គឺវិភាគលទ្ធផលតែអញ្ចឹងវិភាគថាតើលទ្ធផលអាចទទួលយកបានអត់ទី6ប្រើលទ្ធផលតែហ្នឹងដើម្បីកែលម្អការបង្រៀនអញ្ចឹងបើសិនជាលទ្ធផលនឹងវាធ្លាក់ចុះច្រើនពេកគឺយើងអាចកែលម្អនៅលំនាំការបង្រៀនរបស់យើងឬក៏ខ្លឹមសាររបស់យើងឡើងវិញដោយសារតែឧទាហរណ៍ថាតែហើយមធ្យមភាគទៀបខ្លាំងពេកអញ្ចឹងគឺយើងគិតទៅលើដំណើរការបង្រៀនរបស់យើងឡើងវិញទី4គឺគម្រោងលម្អិតនៅក្នុងការតេស្តអញ្ចឹងគម្រោងលម្អិតក្នុងការតេស្តហ្នឹងគឺយើងមានប្រហែលចំណុចដែរអញ្ចឹងទី1គឺមេរៀនហើយនិងខ្លឹមសារគិតទៅលើមេរៀននិងខ្លឹមសារទី2លទ្ធផលសិក្សាទី3ប្រភេទសំណួរបិទឬក៏សំណួរបើកអីចឹងទៅទី4គឺកម្រិតភ្លូមរបស់យើងនឹងហើយទី5គឺរយៈពេលនៃការធ្វើអញ្ចឹងគម្រោងលម្អិតហ្នឹងយើងអាចរៀបចំមុនពេលតេស្តអញ្ចឹងទៅដើម្បីយើងងាយស្រួលនៅពេលដែលយើងដាក់សំណួរតេស្តឲ្យសិស្សគឺយើងមានយើងដើរទៅតាមគម្រោងហ្នឹងវាស្រួលក្នុងការឲ្យសិស្សធ្វើហើយនឹងសម្រាប់យើងកែដូចគ្នាដែរមេរៀនហើយនឹងខ្លឹមសារដែលត្រូវដាក់តេស្តហ្នឹងគឺឲ្យសមស្របជាមួយនឹងសុពលភាពហើយនឹងភាពជឿជាក់ដែលយើងបាននិយាយពីសប្តាហ៍មុនដូចគ្នាដែរអញ្ចឹងឧទាហរណ៍ដូចនិយាយដូចខ្ញុំធ្លាប់បានបញ្ជាក់អញ្ចឹងដូចថាខ្លឹមសារយើងរៀនដល់មេរៀនទី3អញ្ចឹងទៅយើងអាចបង្កើតសំណួរត្រឹមមេរៀនទី3ហ្នឹងបានហើយកុំឲ្យលើកហ្នឹងព្រោះលើកហ្នឹងទៀតក៏សិស្សចេះដែរសិស្សអាចធ្វើភាគរយធ្លាក់ច្រើនយ៉ាងលើហើយលទ្ធផលសិក្សារបស់គាត់នឹងយ៉ាងម៉េចដែរក្នុងឆមាសហ្នឹងអាច
ឡើងមធ្យមភាគឬក៏ក្រោមមធ្យមភាគប្រភេទសំណួរដូចនិយាយដែរគឺប្រភេទបិទឬក៏ប្រភេទបើកសំណួរនឹងទៅតាមអ្វីដែលយើងចង់ធ្វើអញ្ចឹងសម្រាប់ខ្ញុំនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរអញ្ចឹងសូមអរគុណលោកគ្រូក៏ដូចជាលោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់ទាំងអស់គ្នា